ស្ថានភាពនៅតាមបន្ទាត់ព្រំដែនរបស់ប្រទេសកម្ពុជាកាន់តែមានភាពក្តៅគគុកដែលមានការឈ្លានពានចេញពីសំណាក់ចៅសៀមថៃមកលើប្រទេសកម្ពុជាកាន់តែខ្លាំងឡើងដែលធ្វើឲ្យប្រជាជននិងយោធាជាច្រើនអ្នកបានរងរបួសនិងបាត់បង់ជីវិតមានប្រជាជនរាប់ពាន់រាប់ម៉ឺនគ្រួសារដែលត្រូវបានបង្ខំចិត្តជម្លៀសចេញពីផ្ទះសម្បែងរបស់ខ្លួនដែលជារូបភាពដ៏សង្វេគបំផុតបន្ទាប់ពីប្រទេសសៀមបានឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាតើបងប្អូនដឹងទេថានេះមិនមែនជាលើកទី1ទេដែលប្រទេសថៃបានឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាពោលគឺប្រទេសសៀមបានធ្លាប់ឈ្លានពានមកលើប្រទេសកម្ពុជាក្នុងកំឡុងឆ្នាំ2008ដល់2011ដែលមានរយៈពេល3ឆ្នាំ5ខែនិង23ថ្ងៃដូច្នេះក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីស្ថានភាពព្រំដែនកម្ពុជាថៃក្នុងកំឡុងឆ្នាំ2008ដល់ឆ្នាំ2011ថាតើមានរឿងរ៉ាវយ៉ាងណាខ្លះប៉ុន្តែមុននឹងខ្ញុំរៀបរាប់រឿងរ៉ាវទាំងអស់នេះខ្ញុំក៏សូមជូនពរដល់វីរៈកងទ័ពនៅជួរមុខទាំងអស់ព្រមទាំងប្រជាជនដែលរស់នៅតាមបន្ទាត់ព្រំដែនជូនពរឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាអរគុណរឿងរ៉ាវទាំងអស់គឺចាប់ផ្ដើមកើតឡើងពីខែមករាឆ្នាំ2008ដែលជាពេលដែលប្រទេសកម្ពុជាគ្រោងនឹងដាក់ប្រាសាទព្រះវិហារចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ដំបូងក្រសួងការពារជាតិរបស់ថៃមានភាពមិនពេញចិត្តនិងបានតវ៉ាពីការគ្រោងដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្ទាប់ពីភាគីខ្មែរនិងភាគីថៃបានពិភាក្សាគ្នារួចមកប្រទេសថៃបាននិយាយថាខ្លួននឹងគ្រប់គ្រងនៃការចុះប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌប៉ុន្តែដំណើរការនេះគឺមិនត្រូវប៉ះពាល់ទៅដល់ព្រំដែនជុំវិញប្រាសាទព្រះវិហារនោះឡើយចំពោះការដែលមិនឲ្យប៉ះពាល់ទៅលើព្រំដែនជុំវិញប្រាសាទព្រះវិហារពីព្រោះថាខាងភាគីថៃតែងតែច្រឡំប្រវត្តិសាស្ត្រថាព្រំដែននៅជុំវិញប្រាសាទព្រះវិហារគឺជារបស់ខ្លួននៅថ្ងៃទី7ខែកក្កដាឆ្នាំ2008នៅទីក្រុង Quebec ប្រទេសកាណាដាបានប្រកាសថាប្រាសាទព្រះវិហារត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌក្នុងអង្គការ UNESCO បានដោយជោគជ័យបន្ទាប់ពីលើដំណឹងដ៏មហស្ចារ្យនេះហើយប្រជាជនកម្ពុជាទូទាំងប្រទេសបានអបអរសាទរនិងមានមោទនភាពជាខ្លាំងហើយគេឃើញថានៅតាមបណ្ដាខេត្តរាជធានីមានការបាញ់កាំជ្រួចនិងកម្មវិធីអបអរសាទរយ៉ាងអាឡោរឹកប៉ុន្តែបើយើងក៏លេចមើលទៅក្នុងប្រទេសថៃឯនោះវិញយើងឃើញថាជនជាតិថៃគឺមានការតវ៉ានិងមានបាតកម្មជាខ្លាំងដែលបង្ហាញពីការមិនពេញចិត្តក្នុងការសម្រេចឲ្យដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌក្នុងអង្គការ UNESCO នោះឡើយពីព្រោះប្រជាពលរដ្ឋថៃតែងតែគិតថាទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារព្រមទាំងប្រាសាទព្រះវិហារគឺជារបស់ពួកគេហើយចុះមូលហេតុអ្វីបានជាប្រទេសថៃតែងតែគិតថាទាំងប្រាសាទព្រះវិហារនិងទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារគឺជារបស់ពួកគេទៅវិញចំពោះមូលហេតុដែលប្រទេសថៃតែងតែគិតថាទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារគឺជារបស់ពួកគេពីព្រោះថាប្រទេសថៃបានពឹងផ្អែកទៅលើផែនទីដែលគូសដោយឯកតោភាគីពោលគឺគ្មានការព្រមព្រៀងពីខាងភាគីកម្ពុជានោះឡើយតែនៅក្នុងផែនទីនោះបានអះអាងថាដីដែលនៅជុំវិញប្រាសាទព្រះវិហារប្រមាណជា 4.6 គីឡូម៉ែត្រការ៉េគឺជារបស់ពួកគេក៏ប៉ុន្តែការពិតគឺមិនអាចបំភ្លេចបានទេពោលគឺនៅសន្ធិសញ្ញាឆ្នាំ1904និងឆ្នាំ1907គឺជាថ្ងៃដែលគណៈកម្មការចម្រុះបារាំងសៀមបានបញ្ចប់ការវាស់វែងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសខ្មែរនិងប្រទេសថៃដែលខាងភាគីថៃបានឯកភាពរួចជាស្រេចហើយនៅក្នុងខ្លឹមសារនៅក្នុងផែនទីនោះគឺប្រាសាទព្រះវិហារនិងទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារគឺជាដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាក៏ប៉ុន្តែសៀមនៅតែមិនចោលចរិតដ៏អាក្រក់ឈូសជាតិរបស់ខ្លួននោះឡើយពោលគឺក្រោយកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953មកស្រាប់តែប្រទេសថៃមិនទទួលស្គាល់នៅខ្សែព្រំដែនដែលធ្លាប់ចុះហត្ថលេខាជាមួយនឹងបារាំងដែលមិនទទួលស្គាល់ថាដីដែលនៅជុំវិញប្រាសាទព្រះវិហារប្រមាណជា 4.6 គីឡូម៉ែត្រការ៉េគឺជារបស់កម្ពុជានោះទេដែលពួកគេពឹងផ្អែកទៅលើផែនទីឯកតោភាគីរបស់ពួកគេនោះទៅវិញម្យ៉ាងវិញទៀតថៃមានលេសគួរអស់សំណើចមួយថា
នៅឆ្នាំ1962សាលក្រមតុលាការយុត្តិធម៌ ICJ ដែលធ្វើឡើងនៅទីក្រុងឡាអេសម្រេចឲ្យតែតួប្រាសាទព្រះវិហារមកឲ្យកម្ពុជាតែប៉ុណ្ណោះចំណែកឯទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារគឺមិនទាន់បញ្ជាក់ច្បាស់នៅឡើយថាជាទឹកដីរបស់កម្ពុជាពិតមែនឬយ៉ាងណាដូច្នេះហើយបន្ទាប់ពីថៃមានផែនទីដែលមិនត្រឹមត្រូវនិងគ្មានមូលដ្ឋានច្បាស់លាស់ព្រមទាំងមានផ្នត់គំនិតមិនល្អមានការមិនពេញចិត្តដែលឃើញកម្ពុជាទទួលបានជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការ UNESCO រួចហើយគេឃើញថាទាហានថៃប្រមាណជា50នាក់ធ្វើដំណើរថ្មើរជើងចូលមកកាន់ដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅក្នុងតំបន់ប្រាសាទព្រះវិហារបន្ទាប់មកឲ្យគ្មានការញញើតនិងការពឹងផ្អែកទៅលើផុសតាំងដែលមិនត្រឹមត្រូវរួចមកពួកគេក៏បានរាយតបបន្ថែមមកជិតប្រាសាទព្រះវិហារដោយគ្មានការញញើតអ្វីសោះឡើយសរុបកងទ័ពមានចំនួនលើសពី1000នាក់និងប្រដាប់អាវុធធន់ស្រាលនិងធន់ធ្ងន់ចំនួនលើសពី400គ្រឿងនៅក្នុងទឹកដីក្នុងតំបន់ប្រាសាទព្រះវិហារនៅថ្ងៃទី17ខែកក្កដាឆ្នាំ2008សម្ដេចតេជោហ៊ុនសែនបានបញ្ជូនសារទៅប្រទេសថៃត្រូវតែដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារជាបន្ទាន់ពីព្រោះថាទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារប្រមាណជា 4.6 គីឡូម៉ែត្រការ៉េនេះគឺជាដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយពឹងផ្អែកទៅលើផែនទីឧបសម្ព័ន្ធទី1ឬហៅកាត់ថាផែនទីដងរែកដែលបានចុះហត្ថលេខាដោយប្រទេសថៃខ្លួនឯងផ្ទាល់ជាមួយនៅបារាំងដែលជាតំណាងឲ្យកម្ពុជាក្នុងសម័យអាណាព្យាបាលបារាំងដែលក្នុងផែនទីនោះបញ្ជាក់យ៉ាងច្បាស់ថាទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារគឺជាដែនអធិបតេយ្យភាពរបស់កម្ពុជាដោយស្របតាមច្បាប់អន្តរជាតិទោះបីជាខាងភាគីកម្ពុជាមិនចង់បង្កសង្គ្រាមឬចំនួនយ៉ាងណាក៏ដោយក៏សង្គ្រាមបានចាប់ផ្ដើមកើតឡើងនៅថ្ងៃទី3ខែតុលាឆ្នាំ2008ដែលកងទ័ពថៃនិងកងទ័ពកម្ពុជាបានបើកការវាយប្រហារលើកដំបូងនៅជុំវិញប្រាសាទព្រះវិហារដែលធ្វើឲ្យទាហានថៃ2នាក់បានរងរបួសនិងទាហានកម្ពុជាម្នាក់បានរងរបួសមិនយូរប៉ុន្មានមេបញ្ជាការខាងភាគីថៃនិងភាគីកម្ពុជាក៏ធ្វើការជួបគ្នានិងចរចាគ្នាដែលធ្វើឲ្យស្ថានភាពនៅជុំវិញប្រាសាទព្រះវិហារវិលមករកស្ថានភាពដូចដើមវិញស្ថានភាពស្ងប់ស្ងាត់នេះមិនបានយូរប៉ុន្មានផងពោលគឺនៅថ្ងៃទី6ខែតុលាខាងភាគីថៃបាននិយាយថាទាហានថៃ2នាក់ត្រូវបានរងរបួសដោយសារការជន់មីនតែនេះគឺបញ្ជាក់ឲ្យឃើញថាទាហានថៃកំពុងឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាមិនយូរមិនឆាប់ការផ្ទុះសង្គ្រាមលើកទី2ក៏បានកើតឡើងម្ដងទៀតពោលគឺថ្ងៃទី15ខែតុលាឆ្នាំ2008ទាហានកម្ពុជានិងថៃបានបើកការវាយប្រហារទ្រង់ទ្រាយធំហើយមានការរីករាលដាលជាច្រើនតំបន់ដូចជាតំបន់វាលឥន្ទ្រីភ្នំទ្រាប់តាថោតាសឹមជាដើមខាងទាហានថៃមិនត្រឹមតែផ្លោងគ្រាប់ធំៗចូលមកក្នុងតំបន់មន្ទីរទាហាននោះទេពោលគឺពួកគេផ្លោងចូលផ្ទះសម្បែងប្រជាជនវត្តកែវសិក្ខាគិរីស្វារៈដែលជាកន្លែងដែលជនស៊ីវិលរស់នៅនិងកន្លែងគោរពសក្ការៈបូជាជាពិសេសគឺផ្លោងចូលប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលធ្វើឲ្យមានការខូចខាតជាខ្លាំងហើយក៏ត្រូវឲ្យប្រជាជនបង្ខំចិត្តភៀសខ្លួនទៅរកកន្លែងសុវត្ថិភាពជាច្រើនរយគ្រួសារប្រសិនមកបងប្អូនបានទៅទស្សនាប្រាសាទព្រះវិហារហើយឃើញកន្លែងបែកបាក់ផ្សេងជាច្រើនកន្លែងនៅក្នុងប្រាសាទព្រះវិហារនេះហើយគឺជាស្នាដៃរបស់ទាហានសៀមដែលបានបាញ់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកការវាយប្រហារនេះគឺត្រូវបានអូសបន្លាយពេលអស់រយៈពេល3ឆ្នាំពោលគឺដល់ឆ្នាំ2011ទាហានសៀមបានប្រើអាវុធដែលខុសច្បាប់និងអន្តរជាតិដូចជាគ្រាប់បែកចង្កោមនិងការបាញ់ផ្សែងពុលផ្សេងមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដែលនេះគឺជាអំពើអមនុស្សធម៌របស់ថៃដែលធ្វើមកលើកម្ពុជាដែលមិនអាចបំភ្លេចបានចំណែកឯទាហានកម្ពុជាគឺប្រើអាវុធដូចជាកាំភ្លើងធំ RPG B40 គ្រាប់បែកដៃនិងអាវុធផ្សេងជាច្រើនទៀតដោយអស់ការអត់ធ្មត់កម្ពុជាក៏បានបញ្ចេញអាវុធរបស់ខ្លួនគឺប្រព័ន្ធការពារដែនអាកាស BM21 បាញ់ស្រោចទៅខាងទាហានថៃវិញយ៉ាងចាស់ដៃគួរបញ្ជាក់ថាលក្ខណៈពិសេសរបស់ប្រព័ន្ធការពារដែនអាកាស BM21 គឺមិនមែនបាញ់ចេញតែមួយគ្រាប់នោះទេពោលគឺវាអាចបាញ់ចេញ40រ៉ុកែតក្នុងរយៈពេលត្រឹមតែ20វិនាទីតែប៉ុណ្ណោះ
ហើយវាអាចបាញ់បានចម្ងាយពី20គីឡូម៉ែត្រទៅ40គីឡូម៉ែត្រព្រមទាំងអាចផ្លាស់ទីបានយ៉ាងលឿនដែលធ្វើឲ្យភាគីម្ខាងទៀតពិបាកចាប់រកទីតាំងគេតែងនិយាយថាក្រោយភ្លៀងគឺមេឃស្រឡះមកវិញពោលគឺថ្ងៃទី28ខែមេសាឆ្នាំ2011កម្ពុជាបានដាក់ស្នើឲ្យសាលក្រមយុត្តិធម៌នៅទីក្រុងឡាអេ ICJ ឲ្យចេញសាលក្រមបញ្ជាក់ឲ្យច្បាស់ពីដែនអធិបតេយ្យភាពនៅប្រាសាទព្រះវិហារដែលធ្លាប់ចេញក្នុងកំឡុងឆ្នាំ1962ម្ដងទៀតកុំឲ្យថៃចេះតែយកលេសថាទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារគឺជារបស់ខ្លួនក្រោយកម្ពុជាដាក់ស្នើទៅ ICJ ជាលទ្ធផលនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2011សាលក្រមរបស់ ICJ ចេញដីកាមកមាន3ចំណុចធំគឺទី1ប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទី2ថៃត្រូវតែដកទ័ពទាំងអស់ចេញពីដីនៅក្នុងតំបន់ប្រាសាទព្រះវិហារដែលមានទំហំ 4.6 គីឡូម៉ែត្រការ៉េនេះទី3ថៃត្រូវតែប្រគល់រាល់នៅវត្ថុបុរាណដូចជាសិលាចារឹកចានឆ្នាំងនិងរបស់មានតម្លៃក្នុងកំឡុងពេលកាន់កាប់ប្រាសាទចាប់ពីឆ្នាំ1954មកឲ្យប្រទេសកម្ពុជាមកវិញដូច្នេះហើយនៅថ្ងៃទី21ខែធ្នូឆ្នាំ2011កម្ពុជានិងថៃព្រមក្នុងការដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារនៅតាមបន្ទាត់ព្រំដែននោះរៀងៗខ្លួនសង្គ្រាមរ៉ាំរ៉ៃមួយនេះបានធ្វើឲ្យប្រជាជនដែលរស់នៅជិតតំបន់ប្រាសាទព្រះវិហារប្រមាណជាលើសពី 4000 គ្រួសារត្រូវបានជម្លៀសខ្លួនទៅរកកន្លែងសុវត្ថិភាពហើយនឹងមានទាហានជាច្រើនអ្នកត្រូវបានរងរបួសនិងបាត់បង់ជីវិតដែលនេះគឺជារូបភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសមិនចង់ឃើញនោះឡើយចាប់តាំងពីពេលនោះមកសង្គ្រាមក៏បានបញ្ចប់កម្ពុជាក៏បើកស្វាគមន៍ឲ្យភ្ញៀវទេសចរជុំវិញពិភពលោកអាចមកទស្សនាប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មហោស្ចារ្យមួយនេះហើយទាំងអស់នេះហើយគឺជារឿងរ៉ាវនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃនៅតំបន់ប្រាសាទព្រះវិហារក្នុងកំឡុងឆ្នាំ2008ដល់ឆ្នាំ2011ដែលប្រជាពលរដ្ឋគ្រប់រូបតែងតែចងចាំជានិច្ច